เดียวอาริสาកំពុងរងភ្លៀងថាជាតារាស្រីហៃសូคล้ายៗត្រឹមពេលមួយប្រព្រឹត្តភ្នែកជីវិតលើទំនំផែនហៅលុយវ៉ាលៀនបែរជាត្រូវធ្លាក់ដល់ចំណុចសូន្យត្រូវការដំឡើង steam spa sauna អាងទឹកក្តៅទឹកត្រជាក់និងអាងទឹកគ្រប់ប្រភេទទំនាក់ទំនង Neptune ឥឡូវនេះ078 ការ៉េ543ជាប្រធានបទដ៏ក្តៅគគុកដែលមនុស្សជាច្រើនចាប់អារម្មណ៍ជាបន្តបន្ទាប់សម្រាប់តារាសម្ដែងហៃសូឌីវអារីសាទាក់ទិននឹងបញ្ហាខ្ចីលុយអ្នកចំនួនដ៏ល្បីម្នាក់រួមទាំងកាបូបប្រណិតនាឡិកាទំនើបនិងខ្សែកដ៏ប្រណិតដែលមានតម្លៃសរុបជាង62លានស្របពេលធ្លារឿងទាំងអស់នេះឡើងឌីវបានចេញមុខមកសុំទោសនិងទទួលខុសត្រូវចំពោះហេតុការណ៍នេះដោយទទួលស្គាល់ថាអាចមកពីការធ្វើជំនួញខាត់បងនិងចាយលុយមិនប្រមាណខ្លួនរឿងរ៉ាវនេះត្រូវបានកាត់ឡើងកាលពីថ្ងៃទី17ខែមីនានៅពេលដែលអ្នកជំនួញគ្រឿងអលង្ការឈ្មោះមេបង្ហោះស្វែងរកទ្រព្យសម្បត្តិដែលតារាស្រីរូបនេះបានខ្ចីក្រោយពីដឹងថាវត្ថុទាំងនោះត្រូវបានគេដាក់បញ្ចាំនៅតាមហាងមួយចំនួនប៉ុន្មានថ្ងៃក្រោយមកក៏មានព័ត៌មានចចាមអារម្មណ៍លេចឮថាខុនដូដែលរូបនាងអួតអាងថាស្វាមីជាអ្នកទិញឲ្យតាមពិតគឺជាខុនដូដែលនាងបានជួលគេពីជនជាតិចិនតែប៉ុណ្ណោះបន្ទាប់ពីព័ត៌មាននេះត្រូវបានផ្សព្វផ្សាយម៉ាកយីហោនិងផលិតផលផ្សេងៗដែលឌីវអារីសាធ្វើជា presenter ក៏ប្រកាសបញ្ចប់ការងារជាមួយនាងផងដែរគួរបញ្ជាក់ថាមុនពេលជីវិតរបស់នាងធ្លាក់មកដល់ចំណុចទាបបំផុតដែលស្ទើរតែមិនគួរឲ្យជឿបែបនេះមានមនុស្សស្រីជាច្រើនច្រណែននិងប្រាថ្នាចង់បានជីវិតដូចជាឌីវដែលរស់នៅក្នុងទ្រនំ penthouse ស្កឹមស្កៃមានស្វាមីជាសេដ្ឋីមានលុយឡានវ៉ាលៀនថែមទាំងប្រាសតែជារបស់ brand យ៉ាងណាមិញវាសនាមនុស្សពិតជាមិនអាចមើលឃើញឡើយមេរៀនមួយនេះបានកំពុងជាកញ្ចក់ឆ្លុះបញ្ចាំងសម្រាប់តារានិងមនុស្សដទៃទៀតឲ្យប្រុងប្រយ័ត្នចំពោះបុគ្គលនិយមអួតសម្ភារៈនិយមលើបណ្ដាញសង្គមនិងត្រូវរស់នៅប្រកបដោយភាពសុចរិតថ្លៃថ្នូរទៅតាមកម្លាំងលទ្ធភាពរបស់ខ្លួនតាមរយៈរឿងនេះឌីវអារីសាមានត្រឹមពាក្យមួយឃ្លាថានាងជាតួយ៉ាងនៃបុគ្គលមិនល្អម្នាក់នៅក្នុងសង្គម